ទាំងកូនថ្នាក់មត្តេយកម្រិតខ្ពស់ទាំងអស់គ្នាចាថ្ងៃនេះជួបជាមួយអ្នកគ្រូម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីតើកូនទាំងអស់គ្នាសុខសប្បាយទេគាត់ចាល្អមែនតើអ្នកគ្រូក៏សុខសប្បាយដូចគ្នាអរគុណច្រើនគាត់ណានៅពេលដែលកូនថែទាំសុខភាពបានល្អអញ្ចឹងធ្វើឲ្យកូនទាំងអស់គ្នាមានសុខភាពល្អចាអញ្ចឹងថ្ងៃនេះថ្ងៃអីគេដែរគាត់ថ្ងៃនេះគឺថ្ងៃសុក្រចាល្អមែនតើអញ្ចឹងមុននឹងចូលដល់មេរៀនរបស់យើងអ្នកគ្រូសូមអានថ្ងៃខែឲ្យកូនទាំងអស់គ្នាបានស្ដាប់សិនណាណាចាថ្ងៃនេះគឺថ្ងៃសុក្រ800ខែបឋមសាទឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី2ខែកក្កដាគ្រិស្តសករាជ2021ចាអញ្ចឹងថ្ងៃនេះគឺថ្ងៃថ្មីខែថ្មីហើយចាអញ្ចឹងបន្ទាប់ពីខែមិថុនាមកគឺខែកក្កដាគឺនៅលេខរៀងទី5 7មិថុនាគឺលេខរៀងទី5 6បន្ទាប់មកខែកក្កដាគឺលេខរៀងទី5 7ចាអញ្ចឹងខែនេះខែថ្មីឯគាត់ណាឥឡូវអានជាមួយអ្នកគ្រូទាំងអស់គ្នាគាត់ខែកក្កដាគាត់អានឲ្យខ្លួនឯងខែចាល្អមែនតើតោះអញ្ចឹងជារៀងរាល់ថ្ងៃសុក្រអ្នកគ្រូតែងតែបង្រៀនមេរៀននេះខ្លះគាត់មានដូចជាកំណាព្យចម្រៀងជាមួយនឹងរឿងនេះនិទានតែថ្ងៃមុនអ្នកគ្រូនាំកូនច្រៀងកំណាព្យហើយនៅគាត់ហើយចុះចម្រៀងហើយនៅហើយអញ្ចឹងចូលដល់សប្តាហ៍នេះគឺអ្នកគ្រូនាំកូនទាំងអស់គ្នារៀនអំពីមេរៀនរឿងនេះរឿងនិទានកូនចង់ស្ដាប់អីគាត់ចង់ស្ដាប់អ្នកគ្រូនិទានរឿងថ្មីអត់ចាបើចង់ស្ដាប់កូនដាក់ដៃលើតុឲ្យស្អាតជើងពីទន្ទឹមគ្នាផ្នែកសម្លឹងមើលលើអេក្រង់ដែលអ្នកគ្រូកំពុងតែបង្រៀនណាគាត់ណាចាអញ្ចឹងមុននឹងចូលដល់មេរៀនថ្មីអ្នកគ្រូសូមរំលឹកមេរៀនចាស់បន្តិចតើកាលពីសប្តាហ៍មុនមួយទៀតតើអ្នកគ្រូបានមកកូនទាំងអស់គ្នាស្ដាប់រឿងនិទានមានចំណងជើងអ្វីមានចំណងជើងអីគេកូនមានសត្វពីរចំណែកគ្នាអូសត្វអីគេកូនចាគឺរឿងឃ្មុំនិងដង្កូវចាបកែមែនតើមើលកូនណាចាំរឿងនឹងខ្លះគាត់ឃ្មុំនិងដង្កូវឃ្មុំនឹងម៉េចដង្កូវនឹងម៉េចគាត់តើឥឡូវអ្នកគ្រូសួររំលឹកទៅទៀតតើក្នុងរឿងឃ្មុំនិងដង្កូវមានតួអង្គប៉ុន្មានគាត់មានតួអង្គប៉ុន្មានចាតួអង្គ3នាក់ចាតួអង្គយើងមានជាមនុស្សនិងជាសត្វចាមានតែគេខ្លះគាត់តួអង្គ3ហ្នឹងគឺមានឃ្មុំមានដង្កូវជាមួយនឹងពូម្ចាស់សួនច្បារសួនផ្កាទាំងអស់ហ្នឹងណាបងណាអញ្ចឹងគឺសរុបមកគឺមាន3នាក់មានសត្វ2ជាមួយនឹងមនុស្ស1ចាឥឡូវអ្នកគ្រូសួរបន្តិចរំលឹកបន្តិចទេតើសត្វដង្កូវគឺជាសត្វដូចបណ្ដេចកូនចាំឯក្នុងរឿងហ្នឹងណាសត្វដង្កូវជាសត្វមិនកូនចាគឺជាសត្វដែលពូកែច្រណែនឈាននេះជាមួយនឹងសត្វអីគេកូនច្រណែនជាមួយសត្វអីគេច្រណែនជាមួយនឹងសត្វឃ្មុំចាដង្កូវជាសត្វមួយដែលគាត់អត់គិតគូរវែងឆ្ងាយទេគាត់បកកែខំគាត់បកកែចំណែនដល់ពេលលទ្ធផលចុងក្រោយតើសត្វដង្កូវទទួលបានលទ្ធផលមិនគាត់ចាំទេចុងក្រោយសត្វដង្កូវរាយពេញដីហ៎មិនដែរគាត់ចាគឺសត្វដង្កូវស្លាប់រាយពីពេញដីដោយសារតែអីគាត់ដោយសារតែការមិនបានគិតពិចារណារបស់គាត់ទៅកាត់ផ្ការបស់ពូកសិករនោះទៅតអស់ពូម្ចាស់សួននោះតអស់នៅពេលដែលពូម្ចាស់សួនឃើញអញ្ចឹងគាត់ក៏ទៅយកថ្នាំបាញ់សម្លាប់សត្វល្អិតមកបាញ់សម្លាប់សត្វដង្កូវនោះទាំងអស់ចុងក្រោយសត្វដង្កូវទាំងប៉ុន្មានទាំងតូចទាំងធំទាំងល្មមទាំងអីហ្នឹងគឺថាស្លាប់ទាំងអស់រាយពីពេញដីតែម្ដងអញ្ចឹងនៅពេលដែលកូនទាំងអស់គ្នាក៏ស្ដាប់ហ្នឹងណានៅពេលដែលយើងអត់ចេះគិតពិចារណាយើងធ្វើអីតាមតែចិត្តខឹងគេមកវាយយើងត្រូវទៅវាយគេវិញអត់ទេកូនណាអត់ទេនៅក្នុងថ្នាក់ឧទាហរណ៍ថានៅក្នុងថ្នាក់មានអ្នកគ្រូអញ្ចឹងនៅពេលដែលមិត្តភក្តិយើងធ្វើខុសឬក៏ធ្វើអ្វីមិនល្អគឺកូនអាចមកប្រាប់អ្នកគ្រូបានដោយអ្នកគ្រូធ្លាប់បរៀនកូននៅក្នុងថ្នាក់អញ្ចឹងកូនណាអញ្ចឹងអត់មានយកកំហឹងទល់នឹងកំហល់ទេអត់ខំគេបាសនាវាយទៅនឹងវិញគឺអត់ត្រឹមត្រូវទេណាកូនណាចាអញ្ចឹងកូនអត់ចង់ឲ្យមានលទ្ធផលដូចដង្កូវទេកូនណាដង្កូវស្លាប់ទាំងអស់អញ្ចឹងយើងអត់ចង់ដូចដង្កូវយើងត្រូវតែគិតគូរឲ្យបានវែងឆ្ងាយចាតោះឥឡូវយើងចូលដល់រឿងនិទានថ្មីចាអញ្ចឹងមុននឹងចូលដល់រឿងនិទានថ្មីអ្នកគ្រូសុំសួរកូនបន្តិចតើកូនស្គាល់សត្វអីគេដែលវាមានរោមពណ៌សជើងវាវែងកវាក៏វែងដែរហើយសត្វមួយហ្នឹងគឺផ្ដើមដោយជាអ្នកអក្សរកសត្វអីកអីគេដែលយើងអានមកដល់កចាគឺកត្រឹមត្រូវអញ្ចឹងរឿងនិទានដែលអ្នកគ្រូមកប្រាប់កូនថ្ងៃនេះគឺតាក់ទងជាមួយនឹងសត្វកុក
ban mơ tại mà đón chà chắc là cũng nâng một hai cái hiệu ấy con được óc đi ban mơ tại mà đón là con đấy chà ní con thơ nhé ní sạch ấy cái thông thông ní chụp bu về vậy mà ní sạch ấy con phèm này hùng mà những cái hai sạch ấy có chà cứ sạch cọc ní con nát đi sạch cọc thông mình tên ấy chắc khám đi sạch cọc ta con khơi ấy thì có con khơi sạch ấy tiền chà cứ sạch cái đam này đồng kiệp với thông thông nó có nó cha đi cái sạch cốc hay đi cái chia sạch cái đam chấm mớ ta rương lưng mấy con nó lấy lưng mở môn được cho đam mê đấy đang phụ xong đông con cô tự óc nghĩa an pi chấm non chơi là con này ở này cú sánh chấm non chơi lên tiên đây là phụ non con đập là ngày đấy cứ miên chấm non chơi là tẹt tôn chấm mùi đường sạch cốc chấm mùi đường sạch cái đam cứ cốc là mố nâng cái đam đòn kiệp thông cốc là mố nâng cái đam đong kiệp thông chà chắc cái con đăng này biết hai là một ta mày có biết hai là một thằng một xí là một thơn đi thơn luôn là một đây là một ấy biết hai là một nó cứ tràn cho chuyện đó hai là một xí cứ xí ấy là tràn thắng sạch chưa luôn là một chỉ sạch đây là một với cái con là một xí cái xí trở trên kê cho bàn viên thông chiến kê sạch thốn nó là một với cái con là một kê với hai kê trở mình tên cứ ao được p xí hai từ đây bây giờ lịch tiên đây là cũng chọn lịch tiên hẹp câu đó từ mấy cái sầm lạnh những cái đĩa mông ăn sky nằng chịu kia sầm lạnh những cái đĩa sạch thốn tay là xí hai đây trong phía xa đó cái thá là một cha trong phía hạt cốc là một đây trong mơ cái là một mình có nè cốc là một nâng cái đan đọc kiệt thông tạo là ăn cho mình là phụ tập ác nghĩa cốc là một nâng cái đan đong kiệt thông ăn được trong ai được ác nghĩa chà đó mình ta cứ rương cốc là một chỉ mùi nâng cái đam đong kiệt thông để con khơi được hiệp ấy đong kiệt biết cứ thông chà lấy của mọi khăn bê dú con cô tập ác nghĩa đặt đây lên tập ở xã chơi pi tầm khía nè cái nâng án rương này tiên ấy con cô tập ác nghĩa đắp bằng tay con cô tập ác nghĩa thời ngặt con đấy chà mót bất rồi chị bao tới bên đây con đắp rồi này tiên tôi chị không thể bao đắp này khô bà có ăn đắp này khô tê còn đang hàng rương nâng miên ăn ở đây mấy tê nè tỏ là chặt đá con qua tim môi tay mà đón tan chà con thơ nhé cứ miên sạch cọc môi ní con cầm bông tái cho bằng tay cho thơ ấy rồi mà toàn đang nghe là nhà thủ sông a này con tập áp đi mà đọc này con đấy chà tôi cứ dùng cho bà hé miên cọc chả muối sray nâng trọp bèng muối cọc nút cùng miên cầm láng rót chắp chùm này ha ban đợi sủa tê vía có vừa bớt chiều pruy lục ba oi kể khơi cha cho mình học cọc với nó cứ chai trong cọ mình cầm lá bao chắp về ta quạt cầm phong tận cất ở đây đập bay 3.7 mùi nâng cha và to mà tiết nè khơi tu bóng cái đam xanh nói cha cái đam chỉ mùi nâng cọc cha trong cái chuyện hai cái đam nó kia thông chỉ mùi nâng cọc nó cứ quạt cầm phong ta để ghế cái này ta quạt cầm phong để ghế bị ai ở đây là thủ sông ai con tập áp mình đạp nó con nét cha miên cái đàm mùi việc cơm một đó khơi đôi nè có số thả hai đầu ấy có bằng cọc nơi nghiêm mình xoay rồi chắc hai dàn nít cọc tọt ha bộ đàm ơi nhông tuổi nè bất ban lư phụ mẹ để sạc bị cua người ha nâng một chặt đây nơi trọc bèn nít ỏi nhông kịch ha lâu nâng rộp trình châm chỉ vật nơi tin ni kiệt hơi tơ nhông ruồi chất mình nâng nia clean hà so chà chân sạch cộng đi cầm phong tài rộp bị thí bao chỉ mùi nâng sạch đàm hơi ha miên mẹ này sáp trong này sáp đây tranh vì cái này nâng tập đầm bay ấy sạch cộng nâng ạ miền này xì tê chân sạch cộng nâng cứ cọt rồi vào lòng hưởng nâng vân tay cứ đi cả bao ra là bao quạt đấy con nè chà to tầm một tiết cha sạch đam lực đội nít có do đồng nâng nít từ prap cuộc trời cha chân cuộc trời như bây giờ lương thằng cuộc này sạch mà này sạch tập chân táo sạch trời thay gì có cha thay cái bộ thang trời kia luôn ở trong tập bà mẹ này sạch mà này sạch trời tranh bị trong tập tao bộ viên chỉ vật luôn là tiền miền đây cha cho mới to tiền bệnh này ní cái đám có vô lưng ní từ prap cuộc trời ở bàn đầm cha đôi nè
គ្រូប្រាប់មិនចឹងប្រាប់ឲ្យបានដឹងយកហេតុការណ៍ទៅប្រាប់បន្ទាប់មកមានសត្វត្រីមួយដ៏ធំគឺជាមេរបស់ត្រីផ្សេងៗហ្នឹងបានឡើងមកនិយាយជាមួយនឹងសត្វកប់ជាមួយនឹងសត្វក្តាមតើគេនិយាយអំពីអ្វីតើឥឡូវអ្នកគ្រូសូមអានឲ្យកូនៗទាំងអស់គ្នាបានស្ដាប់ណាបងណាចាកាលនោះពួកត្រីបានចាត់ទុកកប់ជាអ្នកធ្វើនៅសេចក្តីល្អដល់ពួកគេគ្រប់គ្នារួចសួរទៅកប់ថាលោកម្ចាស់ដ៏មានគុណអើយតើលោកមានវិធីជួយពួកយើងបានដូចម្តេចខ្លះកប់ប្រាប់ថាអ្នកទាំងអស់គ្នាគប្បីចេញពីទីនេះទៅឯទីដែលមានទឹកផ្សេងទៀតទើបបានខ្ញុំនឹងនាំអ្នកម្ដងមួយទៅទីដែលមានទឹកនោះចាអញ្ចឹងសត្វកុកនឹងបានបោកបញ្ឆោតសត្វត្រីទាំងអស់ហ្នឹងថានឹងជួយជីវិតដោយយកសត្វត្រីម្ដងមួយទៅទុកនៅណាក៏ទៅទុកនៅកន្លែងដែលមានទឹកផ្សេងទៀតប៉ុន្តែសត្វត្រីនឹងគឺគាត់អត់បានគិតវែងឆ្ងាយទេថាសត្វកុកនឹងគឺជាសត្វមួយដែលវារកស៊ីចិញ្ចឹមជីវិតដោយសារតែវាស៊ីត្រីអញ្ចឹងតើត្រីទាំងអស់ហ្នឹងហ៊ានបដូរខ្លួនទៅជាមួយគាត់ម្នាក់ម្ដងអត់ចាគាត់បានគិតវែងឆ្ងាយទេចាំមើលតែមួយទៀតចាបន្ទាប់មកខ្ញុំឃើញរូបភាពអីគាត់ចាសត្វកុកបានពំរកយកសត្វត្រីមួយយកទៅមុនហើយបានមកយកត្រីមួយទៀតតោះត្រីទាំងឡាយត្រេកអរណាស់នាំគ្នាពោលឡើងថាបើដូច្នេះសូមលោកម្ចាស់ធ្វើតាមគំនិតលោកចុះកុកចាស់នោះក៏នាំយកត្រីម្ដងមួយចេញពីត្រពាំងហើយស៊ីអស់ចាយកទៅមួយដល់កន្លែងហ្នឹងស៊ីអស់យកទៅមួយដល់កន្លែងហ្នឹងហើយស៊ីអស់ចាបន្តមកទៀតចាបន្ទាប់ពីសត្វកុកបានយកសត្វត្រីទៅអស់ហើយតើនៅសល់អីគេគាត់ចានៅសល់តែសត្វក្តាមមួយទៀតទេដែលអត់ទាន់បានទៅអញ្ចឹងតើសត្វក្តាមនឹងនិយាយមិនទៅកាន់បងកុកចាចាំមើលកុំស្ដាប់ទាំងអស់គ្នាណាបងណាចានៅសល់តែក្តាមដង្កៀបធំមួយប៉ុណ្ណោះក្តាមនិយាយនឹងកុកថាសូមលោកម្ចាស់ដ៏មានគុណមេត្តាជួយនាំខ្ញុំទៅទីនោះផងចាអញ្ចឹងមានន័យថាសត្វក្តាមនោះបានលំតួអង្វរឲ្យសត្វកុកនាំខ្លួនទៅទីនោះផងព្រោះថាបើត្រីទៅអស់ហើយនឹងគាត់នៅតែឯងមិនកើតអញ្ចឹងគាត់ក៏លំតួលក្ខណៈសុំអង្វរដើម្បីឲ្យសត្វកុកនេះនាំខ្លួនទៅដែរចាចាំមើលតើមានរឿងហេតុអីកើតឡើងទៅទៀតចានេះគឺជារូបភាពសត្វកុកចាប់ក្តាមប៉ុណ្ណាចាពំក្តាមទៅទៀតអីចាំមើលតើសត្វកុកនឹងនិយាយគេតោះអូខេឥឡូវអ្នកគ្រូអានបន្តកុកចាស់ត្រេកអរណាស់ព្រោះមិនដែលបានស៊ីសាច់ក្តាមសោះក៏ពំនាំយកក្តាមទៅកាន់ទីដែលវានាំពួកត្រីទៅស៊ីនោះអញ្ចឹងសត្វក្តាមគាត់ថាយើងមិនដែលស៊ីសាច់ក្តាមទេយើងស៊ីតែសាច់ត្រីចាំមើលតើសាច់ក្តាមមានរសជាតិម៉េចគេអគេណាគេសប្បាយគេតែលទ្ធផលចុងក្រោយទៅជាយ៉ាងណាអូខេចានេះដល់ទីបញ្ចប់នៃរឿងហើយកូនឃើញទេតើសត្វកុកមិនតើសត្វក្តាមមិនគាត់កូនឃើញសត្វក្តាមកំពុងធ្វើអីសត្វក្តាមកំពុងតែយកដង្កៀបវាមកគៀបករបស់សត្វកុកចាមិនបានសត្វក្តាមគិតអញ្ចឹងតោះឥឡូវអ្នកគ្រូអានបញ្ចប់រឿងរបស់យើងមើលទៅឃើញឆ្អឹងត្រីសព្រាតអញ្ចឹងមានន័យថាក្តាមនៅពេលដែលវាហោះពីលើទៅមិនឃើញឆ្អឹងត្រីដែលសត្វកុកនឹងស៊ីអស់ថាគេគិតចាវាមើលឃើញពីលើមកហើយឯងក្តាមភ្ញាក់ខ្លួនព្រឹតភ្ញាក់ខ្លួនព្រឹតមិនគិតគិតថាអោអាកុកនេះធ្វើពុតបោកប្រាស់អញទេតើឃើញទេសត្វក្តាមគាត់ឆ្លាតភ្លាមមុនដំបូងគាត់អត់តន់ឆ្លាតទេគាត់ល្ងងគាត់គិតថាសត្វកុកនឹងបានជួយសត្វត្រីឲ្យនឹងខ្លួនប៉ុន្តែដោយសារតែគាត់នឹងវៃឆ្លាតក្នុងការមើលគាត់មើលមកខាងក្រោមឃើញឆ្អឹងច្រើនមែនតើគាត់លន់មាត់ថាសត្វកុកកំពុងតែធ្វើពុតបោកពួកគាត់ឯងហើយរហ័សយកដង្កៀបដែលធំគៀបកកុកនោះភ្លាមឃើញទេគាត់យកអាដង្កៀបដែលនៅម្ខាងហ្នឹងយកទៅគៀបកកុកនោះភ្លាមគៀបធ្វើអីគាត់ចាំមើលគៀបមិនគៀបហើយគៀបទៀតគៀបហើយគៀបទៀតគៀបតតែកុកនោះស្លាប់បាត់ទៅចាអញ្ចឹងសត្វក្តាមគាត់ដឹងថាសត្វកុកនោះគាត់ទៅយកគាត់ទៅស៊ីទៀតហើយអញ្ចឹងដើម្បីឲ្យរួចខ្លួនផុតពីសេចក្តីស្លាប់គាត់ក៏យកដង្កៀបដែលធំមុនគាត់ទៅគៀបករបស់សត្វកុកនឹងដើម្បីឲ្យសត្វកុកនឹងស្លាប់មុននឹងសត្វកុកនឹងចុះមកដល់ក្រោមស៊ីវាឃើញឆ្លាតអីគាត់សត្វក្តាមឆ្លាតមែនតើប៉ុន្តែសត្វត្រីទាំងអស់គឺបានបាត់បង់ជីវិតឯកូនឃើញអីគាត់ចាមានឆ្អឹងត្រីរាយពេះពេញដីតែម្ដងដោយសារតែការមិនបានគិតពិចារណាអញ្ចឹងអ្នកគ្រូសូមនិយាយអំពីអត្ថន័យអប់រំនៃរឿងនេះសិនណាបងណាច
ចាអញ្ចឹងអត្ថន័យអប់រំនៃរឿងនេះគេចង់អប់រំកូនមិនគាត់ចារឿងកុកល្មមនឹងក្តាំងបង្គាធំនេះគឺគេចង់អប់រំឲ្យកូនទាំងអស់គ្នាគិតមុនធ្វើតាមដំបូន្មានរបស់សត្រូវចាអញ្ចឹងពាក្យថាគិតមុននឹងធ្វើតាមដំបូន្មានរបស់សត្រូវនោះមានន័យថាម៉េចគាត់ចាមានន័យថាកុកគឺជាសត្រូវរបស់ត្រីអញ្ចឹងត្រីដឹងហើយថាកុកនោះគឺជាសត្រូវរបស់ខ្លួនហេតុអីបើគាត់មិនគិតសិនថាបើគាត់ទៅដូចយកខ្លួននឹងទៅឲ្យសត្វកុកនឹងស៊ីអញ្ចឹងប៉ុន្តែដោយសារតែការមិនបានគិតពិចារណាភ្លាមហ្នឹងគាត់គិតថាថ្ងៃក្រោយគង់តែស្លាប់ជាងគាត់នឹងទៅអញ្ចឹងទៅដើម្បីរួចផុតពីសេចក្តីស្លាប់ប៉ុន្តែដោយសារតែការខ្វះការគិតពិចារណារបស់ខ្លួនធ្វើឲ្យខ្លួនបាត់បង់ជីវិតអញ្ចឹងមានន័យថារឿងនេះគេចង់អប់រំឲ្យកូនគិតមុនធ្វើតាមដំបូន្មានរបស់សត្រូវចាអញ្ចឹងមនុស្សជាសត្រូវមួយណាគេតើសត្វក្តាំងជាសត្រូវរបស់ណាគេសត្វខ្លាសត្រូវរបស់ណាគេអញ្ចឹងមុននឹងធ្វើតាមយើងគិតសិនថាយើងធ្វើតាមទៅនឹងយើងធ្វើបានល្អឬក៏យើងទៅឲ្យដើម្បីឲ្យខ្លួនស្លាប់ចាទី2គេឲ្យកូនទាំងអស់គ្នាកុំឲ្យភ័យខ្លាចនៅពេលដែលជួបគ្រោះថ្នាក់សំដៅទៅលើណាគេគាត់ចាសំដៅទៅលើក្តាំស្លឹកនៅខាងក្រោមឃើញឆ្អឹងច្រើនណាគាត់ដឹងថាសត្វកុកនោះប្រកាសទៅយកគាត់ទៅស៊ីហើយដោយសារតែភាពមិនផិតភ័យដោយភាពក្លាហានរបស់គាត់បានធ្វើឲ្យគាត់នឹងប្រើគំនិតប្រាជ្ញារបស់គាត់នឹងគឺយកដង្កៀបដ៏ធំរបស់គាត់នឹងទៅគៀបករបស់សត្វកុកនោះរហូតទាល់តែស្លាប់អញ្ចឹងនៅពេលដែលជួបបញ្ហាកូនកុំស្លន់ស្លោកុំពិបាកចិត្តយើងត្រូវរកវិធីធ្វើមិនដោះស្រាយបញ្ហានោះឲ្យបានចានៅក្នុងរឿងនេះគឺមានអត្ថន័យអប់រំពីរនេះកូនណាចាអូខេអញ្ចឹងការនិទានរឿងរបស់អ្នកគ្រូគឺចាប់ត្រឹមប៉ុណ្ណេះប៉ុន្តែមុននឹងបញ្ចប់អ្នកគ្រូសូមសួររំលឹកបន្តិចតាក់ទងជាមួយនឹងចំណងជើងរឿងនិទានតើកូនចាំទេកូនរឿងនិទានដែលអ្នកគ្រូនិទានឲ្យកូនស្ដាប់អំបញ្ញមិញនេះតើមានចំណងជើងអ្វីកូនចំណងជើងអីគេប្រាប់អ្នកគ្រូបាននេះក៏សូមឲ្យលឺទាំងអស់គ្នារឿងកុកល្មមនិងចានឹងក្តាមដង្កៀបធំនេះគឺជាកុកល្មមជាមួយនឹងក្តាមដង្កៀបធំចាតើតួអង្គនៅក្នុងរឿងរបស់អ្នកគ្រូនិទាននេះតើតួអង្គយើងជាមនុស្សឬក៏ជាសត្វគាត់ចាគឺជាសត្វមានសត្វអ្វីខ្លះគាត់សត្វអីខ្លះសត្វដែលវាល្មមសត្វកុកចាចុះក្រៅពីសត្វកុកមានសត្វអីគេដែលមានដង្កៀបធំសត្វក្តាមចាចុះសត្វអីគេមួយទៀតដែលគេត្រូវស៊ីអស់ហ្នឹងកូនគឺសត្វត្រីចាអញ្ចឹងតួអង្គនៅក្នុងរឿងរបស់យើងគឺមាន3នាក់មានកុកមានក្តាមជាមួយនឹងត្រីចាតើហើយតើតួអង្គក្តាមជាតួអង្គដូចម្ដេចគាត់ចាតួអង្គក្តាមគឺជាតួអង្គមួយដែលឆ្លាតអាចរកដំណោះស្រាយរំដោះខ្លួនឲ្យរួចផុតពីសេចក្តីស្លាប់បានចាអញ្ចឹងអរគុណច្រើនកូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនិងការស្ដាប់រឿងនិទានរបស់អ្នកគ្រូតាំងពីដើមរហូតដល់ចប់ដូចនេះអ្នកគ្រូសូមឲ្យកូនទាំងអស់គ្នាពេលស្ដាប់ហើយកូនអាចនិទានរឿងនេះសង្ខេបឡើងវិញខ្លីតិចឲ្យលោកប៉ាអ្នកម៉ាក់ថតផ្ញើជាវីដេអូផ្ញើមកឲ្យអ្នកគ្រូនឹកណាចាហើយអ្នកគ្រូនឹងប្រាំផ្ញើមួយទៀតតទៅជាមួយនឹងការអនាម័យខ្លួនប្រាំគឺកូនទាំងអស់គ្នាត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយនឹងអីខ្លះកូនឆាជាមួយនឹងអាកុលឬក៏ចែហើយពេលកូនចេញក្រៅកូនត្រូវពាក់អីគេត្រូវពាក់ម៉ាស់ដើម្បីការពារខ្លួនពីជំងឺអីគេកូនជំងឺអីគេដែលកាយសាហាវចាគឺជំងឺ COVID-19 ដូចនេះអ្នកគ្រូសូមអរគុណសូមជម្រាបលាបាយបាយ